អញ្ញាធិបខេត្តសៀមរាបបើកកិច្ចប្រជុំពង្រឹងយន្តការសុខភាពសិក្សានិងដាក់ចេញវិធានការតឹងរ៉ឹងលើបារីអេឡិចត្រូនិកនាថ្ងៃទី26ខែធ្នូឆ្នាំ2025លោកស្រីម៉ុននីរឹងសីអភិបាលរងខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការសុខភាពសិក្សាខេត្តដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្តរដ្ឋបាលក្រុងស្រុកនិងអង្គការដៃគូពាក់ព័ន្ធដើម្បីពិនិត្យឡើងវិញនៅដំណើរការរបស់គណៈកម្មការសុខភាពសិក្សាខេត្តដែលបានបង្កើតតាំងពីឆ្នាំ2024ដើម្បីរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារ5ឆ្នាំ2021-2025លោកស្រីម៉ុននីរឹងសីមានប្រសាសន៍ថាកិច្ចប្រជុំនេះគឺដើម្បីពិនិត្យបន្ថែមលើការអនុវត្តផែនការយុទ្ធសាស្ត្រតាមរយៈការជំរុញអនុវត្តឲ្យស្របតាមផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា2021-2030របស់គណៈកម្មាធិការអន្តរក្រសួងនិងផ្សព្វផ្សាយដាក់ចេញវិធានការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលក្នុងការហាមឃាត់ដាច់ខាតនៅរាល់សកម្មភាពនាំចូលចែកចាយលក់ផ្សព្វផ្សាយពាណិជ្ជកម្មនិងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងស៊ីសាលោកស្រីអភិបាលរងខេត្តបានអំពាវនាវដល់រដ្ឋបាលក្រុងស្រុកក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឲ្យបានស្អិតរមួតក្នុងការតាមដាននិងទប់ស្កាត់ការចែកចាយឬប្រើប្រាស់បារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ក្នុងចំណោមយុវជននិងសិស្សានុសិស្សជាមួយគ្នានោះលោកស្រីបានរំលឹកផងដែរអំពីលទ្ធផលនៃសិក្ខាសាលាកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025ក្រុមអធិបតីភាពលោកជំទាវគឹមសេដ្ឋានីរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជននិងកីឡាដើម្បីធានាថាបរិយាកាសសិក្សានៅក្នុងខេត្តសៀមរាបមានសុវត្ថិភាពនិងសុខុមាលភាពពេញលេញ។